មកឥឡូវយើងមើលទាំងអស់គ្នាតកតងជាមួយការបង្កើតនៅវីដេអូដែលមានលក្ខណៈចលនាហើយបង្ហាញអក្សរជាលក្ខណៈ animation ហើយនៅខាងក្រោយហ្នឹងគឺយើងនឹងដាក់នៅ background មានរូបភាពផ្សេងៗគ្នានៅក្នុងនោះយើងដាក់នៅអក្សរដែលវារត់ដូចខ្ញុំនិយាយមិញហ្នឹងគឺ animation ជាមួយនឹង background music ផងដែរឥឡូវដំបូងចាប់ផ្ដើមគឺយើងបើកនៅកម្មវិធី Camtasia ដែលនេះគឺជាចំនួនទី9 version 9ហើយដំបូងពេលដែលយើងបើកនៅកម្មវិធីហ្នឹងហើយគឺយើងឃើញនៅផ្ទាំងមួយហ្នឹងផ្ទាំង welcome screen ហើយយើងឥឡូវចុចមកប៊ូតុងមួយនេះទី1គឺ new project បន្ទាប់ពីចុចហើយវានឹងធ្វើការដំណើរការយកនៅ plugin ឬក៏ tool ទាំងអស់ហ្នឹងដើម្បីឲ្យយើងប្រើប្រាស់បានបាទនេះគឺផ្ទាំងដែលយើងនឹងប្រើប្រាស់វាដើម្បីធ្វើការបង្កើតនៅវីដេអូដែលយើងអាច edit បាននៅក្នុងកម្មវិធីនេះផ្ទាល់តែម្ដងឥឡូវដំបូងដើម្បីយើងបង្កើតបានគឺយើងចាំបាច់ត្រូវមាននៅរូបភាព background ហើយនៅក្នុងនេះគឺខ្ញុំបានធ្វើការ download នៅរូបភាពចំនួន4ហើយនៅក្នុងនេះគឺដំបូងយើងធ្វើការ select ទាំងអស់ទៅយើងចង់មានរូបភាពប៉ុន្មានវាអាស្រ័យទៅលើវីដេអូឯងហើយ select all ហើយចាប់ផ្ដើម drag មក drag បើក drag ចូលកម្មវិធីហ្នឹងមកបាទនេះដាក់នៅកន្លែង timeline នេះណែគេមាន4នេះឥឡូវវាចូលនៅក្នុងហ្នឹងហើយអ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះគឺយើងធ្វើការ right click ដើម្បីដឹងថាតើរូបភាពហ្នឹងមាន resolution ចំនួនប្រមាណឬក៏វីដេអូដែលយើងនឹងធ្វើការបង្កើតហ្នឹងវាមាននៅ resolution ប្រមាណយើង right click លើរូបភាពហ្នឹងចូលមកកាន់ project settings នេះយើងមើលឃើញទេអានេះនៅក្នុងនេះគឺវាអត់មានជាលក្ខណៈ HD ទេវាចង់និយាយថាវាអត់មានជាលក្ខណៈកម្រិត 1080p ឥឡូវយើងចូលមកកាន់ select កន្លែងនេះ custom នេះហើយយើង scroll ឡើងទៅលើហើយនេះយើងចុចយកចំណុចមួយនេះទី1 1080p HD ឃើញទំហំវា1920គុណនឹង1080ហើយមើលកន្លែងដែលនេះគឺយើងអត់ដូចគ្នាទេអត់ត្រូវតាមស្តង់ដារគេទេដូច្នេះចូលកន្លែងហ្នឹងមកចុចទី1នេះបន្ទាប់មកចុច apply ហើយយើងឃើញរូបភាពខុសឃើញរូបភាពទេគឺនៅខាងក្រោយហ្នឹងវានៅសល់តែកន្លែងគៀននេះដល់អញ្ចឹងទៅយើងអាចធ្វើការបរិចបានបរិចទៅយើងចុចលើរូបភាពមួយហ្នឹងហើយយើងទាញវាមកខាងចុងគៀននេះមកហើយបន្ទាប់មកយើងបរិចវាឲ្យពេញមកដើម្បីឃើញថា screen ហ្នឹងពេញហើយយើងអស់ចុះអស់ឡើងទៅយើងឃើញស្នាមមកពណ៌លឿងពីរហ្នឹងបានន័យថានេះចំចំណុចកណ្ដាលហ្មងបើសិនឡើងទៅលើតិចយើងអត់ត្រូវចំចំណុចកណ្ដាលទេយើងយកមកប្រហែលប៉ុណ្្នឹងមកនិយាយទៅមើលមកល្មមមកស្អាតអាហ្នឹងគឺយើងបានមួយរូបភាពទី1គឺពេញមួយ screen តែម្ដងហើយនៅក្នុងកម្រិត 1080p ហើយយើងចូលមកកាន់រូបទី2យើង double click លើរូបទី2មកឃើញដូចគ្នាឃើញទេឃើញវាអត់ពេញទេអញ្ចឹងយើងទាញវាមកឲ្យពេញអញ្ចឹងហ្មងអានេះល្មមរូបភាពនេះចំហ្មងហើយរូបទី3ដូចគ្នាយើងធ្វើមិនឲ្យវាមកល្មមមកចំមកទី4ដូចគ្នាឃើញទេណែបាទនេះទាញមកចំចំណុចកណ្ដាលឥឡូវយើងមានរូប4ដែលរូប4ហ្នឹងនៅក្នុងកម្រិត 1080p ឯងពេលយើងធ្វើការ save នៅវីដេអូហ្នឹងហើយយើងនឹងឃើញវាយើង render នៅវីដេអូហ្នឹងពាក្យបច្ចេកទេសគេឥឡូវយើងធ្វើការដាក់អក្សរយើងធ្វើមិនឥឡូវយើងចូលទៅកាន់ទី1នេះគឺដើម្បីដាក់អក្សរ annotations ហើយយើងចុចនៅនេះយករូបមួយនេះទៅដើម្បីយើងដាក់នៅអក្សរផ្សេងទៀតក៏មានដែរគ្រាន់វាមាន background មានអីចឹងទៅយើងអត់ចង់បានអញ្ចឹងទេយើងចង់បានរូបអក្សរសុទ្ធហើយឥឡូវនេះខ្ញុំបានវាយនៅអក្សរខ្លះហើយវា support កម្មវិធីហ្នឹងវា support នៅអក្សរខ្មែរផងដែរដល់អញ្ចឹងឥឡូវខ្ញុំធ្វើការនេះអក្សរដែលខ្ញុំបានធ្វើការវាយមកហ្នឹងវាមានប៉ុណ្្នឹងហើយឥឡូវ copy ផ្ទាល់តែម្ដងទៅបាច់វាយម្ដងមួយហើយ double click លើអក្សរហ្នឹងទៅដើម្បីយើងធ្វើការ edit ហើយ control V នេះឃើញមកហើយឃើញទេនេះឃើញអញ្ចឹងមកហើយយើងដាក់ចំណុចកណ្ដាលដូចគ្នាមានពណ៌លឿងហ្នឹងបើសិនទៅលើតិចវាអត់ស្មើអត់ចំទេនេះចំហ្មងហើយយើង change font នៅ double click នេះ font មានច្រើនណាហើយ font ហ្នឹងយើងអាចធ្វើការ install បន្ថែមទៅមាន font ខ្មែរ font អីហ្នឹងឥឡូវខ្ញុំធ្វើការជ្រើសរើសយកដោយសារនេះដាក់ font default ហ្មងបាទនេះដាក់ font ហ្នឹងទៅមួយ line
ហើយយើងអាចសេរីធំទូចអីនេះ bool អានេះកម្រាស់ហើយ crash regular នឹងដាក់ប៉ុណ្្នឹងសិនទៅហើយឥឡូវឃើញនេះយើងបានមួយហើយដើម្បីធ្វើការ play នេះវាមានទាញអាសញ្ញាបកគោនេះយើងចង់ទាញអាបាហ្នឹងទៅណាក៏បានដែរឥឡូវយើងចង់ play ពីដំបូងយើងទាញវាមកខាងឆ្វេងទាំងអស់មកចុចប៊ូតុង play ឬក៏ space ចុច keyboard space ហ្នឹងក៏បានដែរយើងចុចមួយទៅវា play ឃើញវាហត់ទេឥឡូវយើងអត់ទាន់មាន animation ទេអក្សរហ្នឹងនៅស្ងៀមឡើយទេអញ្ចឹងយើងគួរតែធ្វើការដាក់នៅ animation ដាក់នៅ effects ឥឡូវយើងចូលមកកាន់ animations ហើយយើងបាទមិន animation ទេគឺ behavior ហើយយើងចូលមកកាន់ចំណុចនេះ reveal ដើម្បីធ្វើឲ្យអក្សរមានលក្ខណៈហត់និយាយទៅអក្សរវាមានច្រើន effect មានច្រើនឃើញទេប៉ុន្តែយើងចង់ធ្វើជាលក្ខណៈវាចេញមកដូចយើងទៅសេអក្សរអញ្ចឹងណាយើងចូលមកកាន់ reveal ហ្នឹងមកហើយយើងចាប់ទាញវាចុះមកខាងក្រោមនេះទាញមកចំមកកន្លែងអក្សរហ្នឹងអក្សរដែលយើងមានវាយមិញហ្នឹងហើយប្លែងដៃប្លែងនេះចូលឃើញទេ effect edit ហើយឥឡូវយើងចូលមកយើងធ្វើការ play វាចុច space keyboard ហ្នឹងចុចមកនេះឃើញអក្សរហើយប៉ុន្តែឥឡូវអក្សរហ្នឹងវាអត់ត្រូវតាមអ្វីដែលយើងចង់បានទេយើងចង់ឲ្យវាចេញពីឆ្វេងមកខាងស្ដាំដល់អញ្ចឹងយើងអាចសេរីនៅកន្លែងនេះកន្លែង type នេះគឺយើងចុចមកយើងយក text ហើយយើងយក first to last ដើម្បីចេញពីដំបូងមកដល់ចុងក្រោយគេហើយបន្ទាប់មកទៀត movement ហ្នឹងយើងអាចយកនៅនិយាយទៅវាមានច្រើនយើងអាចធ្វើការជ្រើសរើសទៅតែអ្វីដែលចង់បង្ហាញនៅក្នុងវីដេអូហ្នឹងគឺយើងចង់អក្សរហ្នឹងចេញជាលក្ខណៈដូច V អញ្ចឹងណាដូចវាយ keyboard ចេញមកអញ្ចឹងគឺយើងយកនៅ linear ហើយ direction គឺហ្នឹងហើយចេញពីឆ្វេងមកហើយកន្លែងនេះតកតងទៅនឹងការដែលយើងចង់ឲ្យវាចេញអក្សរវាជាលក្ខណៈមួយដូចយើង type អញ្ចឹងឥឡូវយើងសេរីទៅ maximum អស់សិនហើយយើងចាំមើលទាំងអស់គ្នាទៀតតើវាមិនដែរចុច space អ្នកឃើញទេឃើញវាចេញមកដូចយើងទៅសេនៅចុចនៅ keyboard មួយអញ្ចឹងហើយបើសិនជាយើងគិតថាវាយឺតឬក៏មិនទេយើងអាចសេរីអា offset នេះបន្ថែមទៀតមកនេះឃើញវាចេញទេហើយ speed យើងអាចសេរីតាមនឹងបានទៀតតែនេះ smooth តិចមើលទៅឥឡូវយើងសេរី speed មកទៅក្រោយទៀតគេកាន់ smooth ទៀតអញ្ចឹងយើងកន្លែងហ្នឹងយើងអាចសេរីបន្ថែមយើងធ្វើមិនដើម្បីយើងឃើញថាមើលទៅវាសមអញ្ចឹងយើងអាចសេរីបានកន្លែងហ្នឹងឃើញទេនេះយើងមើលឥឡូវខ្ញុំមើលនឹងធ្វើការជ្រើសរើសតើកន្លែងណាដែលល្អអញ្ចឹងនេះឥឡូវបែកយើងគិតថាប៉ុណ្្នឹងសិនទៅប៉ុណ្្នឹងគឺស័ក្តិសមហើយឥឡូវអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងដាក់នៅតកតងទៅនឹង clear អក្សរដែលនៅក្នុងហូកទី2ដែលយើងចង់ធ្វើការបង្ហាញហ្នឹងឥឡូវ effect ហ្នឹង add ហើយយើងមិនចាំបាច់ធ្វើការសេរីភាសាហើយភាសាទៀតទេយើងអាចចុចនៅលើ effect មួយហ្នឹងហើយចុចនៅ control C control V ដើម្បីធ្វើការ copy ហើយមួយ paste វាមក control C control V ឃើញមកមួយទៀតហើយពេលចុច play ទៅវាមាន effect ហ្នឹងស្រាប់ហ្មងយើងមិនបាច់ធ្វើការសេរីសាច់ដើមវិញចូលមកកាន់ annotation អីទៀតទេឥឡូវយើងទាញអាហ្នឹងមកចុងនេះព្រោះបើសិនយើងដាក់ត្រឹមនេះវាអាចធ្វើការដាច់អក្សរបើសិនខ្ញុំ play ត្រឹមហ្នឹងទៅឃើញទេចប់ហើយវាដាច់អស់មួយ play ទេបើវាចេញដាក់តមកចុចដាក់មកល្មមទាំងអស់គ្នាមកទាញមកឆ្វេងអស់មកនេះឥឡូវខ្ញុំធ្វើការ copy នៅអក្សរជួរទី2នេះ copy double click paste ឃើញអានេះអក្សរវារៀងដោយសារវាវែងចុះបន្ទាត់បានតើចុចលើអាហ្នឹងហើយចុច enter មកនេះឃើញទេ enter មកហើយទាញវាចំកដាលបាទនេះទាញវាចំកដាលមកនេះប៉ុណ្នេះហើយចាំមើល effect វាមើលមិនដែរនេះឃើញទេវាមានអញ្ចឹងណាឥឡូវយើងបាន2ហើយបន្ថែមទៀតមក copy paste ទៀតមកលឿនបាទនេះជួរទី3 control C double click paste ហើយចុងក្រោយគឺ control C control V មួយទៀតមកនេះយើងទាញវាមកចុះក្រោមឲ្យស្មើគ្នាចុងក្រោយ copy control C double click control V នេះត្រឹមនេះ
ហើយឥឡូវយើងធ្វើការមើលជារួមតែម្ដងទៅនេះទាញមកខាងឆ្វេងអស់ហើយយើងមើលញ៉េឃើញទេយើងឃើញហើយឃើញទេឃើញថាល្អមែនតើឥឡូវដោយសារតែយើងឃើញអក្សរវាបច្រាស់អក្សរខ្ញុំ copy នេះគឺវាគួរតែជួរនេះនៅខាងក្រោយប៉ុន្តែវាចេញទៅនៅនេះវិញយើងអាចទាញបាននេះយើងទាញអានេះមកខាងមកផ្នែកសិនទៅយើងទាញអានេះមកចំមកចំណុចកណ្ដាលចុងក្រោយនេះអានេះទាញវាទៅវិញមកនេះឃើញទេអានេះបានត្រូវបាក់តាមអក្សរវាឃើញទេយើងឃើញថាកន្លែងនេះដូចអក្សរវាមាន effect បាទអក្សរអត់មាន effect នៅកន្លែងនេះដល់អញ្ចឹងអាចនឹងធ្វើការដាក់នៅ effect ទៅឬក៏ delete អានឹងចោលហើយ copy ភាសាទៀតវាអត់ឃើញមានអក្សរ load ហើយឥឡូវ copy នៅជួរទី3នេះបាទ control C V ហើយឥឡូវសាកមើលភាសាទៀតមើលវាមាន effect វិញទៅបាទមានទេណាឃើញទេឥឡូវយើងបានអក្សរដែលវាមានជាលក្ខណៈ animation ចឹងហើយអ្វីដែលយើងឃើញនោះយើងឃើញថារូបនៅខាងក្រោយជាមួយអក្សរវាជួនកាលកុងគ្នាចាំងគ្នាពិបាកមើលមែនតើអញ្ចឹងយើងអាចធ្វើបានគឺយើងចុចនៅលើរូបភាពហ្នឹងចុចមួយមកកន្លែង opacity នេះអ្នកនរគ្នាឃើញទេ 100% យើងទាញវាមកដើម្បីឲ្យវារៀងងឹតតិចដើម្បីងាយស្រួលឃើញអក្សរហ្នឹងលក្ខណៈផុសតែម្ដងឥឡូវយើងមើលទៅឃើញថាអ្នកឃើញទេអក្សរឡើងច្បាស់តែម្ដងគឺស្រួលមើលមែនតើឥឡូវគឺខ្ញុំយកប្រហែលជាបាទ80ឬក៏ 82% ចឹងទៅគឺយើងឃើញថាល្អមែនតើហើយដូចគ្នារូបទី2ដល់បើ click លើរូបទី2ចុចនៅលើនឹងមួយមកចុចលើរូបភាពហើយដាក់82ឬក៏80អីទៅបាទចុចលើ keyboard បានចុចលើ keyboard ដើម្បីសេរីវាដូចគ្នាទី3ដល់បើ click ចុចលើវីដេអូដាក់82ហើយចុចរូបទី4ដូចគ្នាដាក់82ហើយនេះឥឡូវយើងមើលជារួមយើងឃើញថារូបជាមួយនឹងអក្សរឃើញថាវាផុសតែម្ដងឃើញទេឃើញថាហើយបើយើងគិតថាអក្សរហ្នឹងរត់លឿនពេកឬក៏អីយើងអាចធ្វើការសេរីម៉ោងឬក៏នាទីវាយើង select ទាំងអស់មកហើយយើងធ្វើការនេះយើងទាញបានយើងឥឡូវនេះ duration របស់វាគឺមានចំនួន5នាទីយើងឃើញហើយ5វិនាទីនៅក្នុងមួយរូបហើយឥឡូវយើងអាចទាញបានអានេះដោយសារបើសិនយើងទាញចេះគឺវាមានតែរូបចុងក្រោយមួយឯងឥឡូវយើងធ្វើការ right click ហើយយើងចុច duration ហើយនេះគឺមានចំនួនយើងសេរីសាក់លោមើលដាក់វា8 second នេះទៅប៉ុន្តែសារកន្លែងនេះវាអត់ឲ្យយើងធ្វើការសេរីហើយបាទឥឡូវដោយសារតែកម្មវិធីហ្នឹងវាអត់អនុញ្ញាតឲ្យយើងធ្វើការ select ម្ដងទាំងអស់ហើយយើងធ្វើការ extend ឬក៏បន្ថែមនៅចំនួនពេលវេលានៅក្នុងមួយរូបភាពហ្នឹងណាអញ្ចឹងដើម្បីយើងធ្វើបានយើងគួរតែយើង select នៅរូបភាពចំនួនអាក្រោយ3នេះហើយបន្ទាប់មកទៀតធ្វើការ select នៅរូបភាព2ហ្នឹងហើយយើងអាចចូល right click ហើយចុចនៅ duration ហើយយើងថែមវិនាទីមកឧទាហរណ៍ថាចង់8វិនាទីឃើញវាថែមទេឥឡូវអានេះគ្រាន់តែជាការបង្ហាញទេឥឡូវខ្ញុំធ្វើការចុចត្រឡប់ទៅវិញ control Z ហើយបើសិនជាយើងចង់ធ្វើរបៀបហ្នឹងក៏បានឬក៏មួយទៀតយើងអាច select ទាំងពីរចឹងហើយយើងទាញវាមកអាហ្នឹងក៏យើង extend បានដែរឃើញទេយើងចង់ដាក់ប្រមាណវិនាទីយើងឃើញលេខនៅខាងផ្នែកខាងក្រោមហ្នឹងហើយគឺវាដាក់ចំនួនប្រមាណពេលយើងទាញហ្នឹងឥឡូវយើងអានេះគ្រាន់តែជាការបង្ហាញទេដូច្នេះឥឡូវត្រឡប់ទៅវិញទាំងអស់ឥឡូវយើងបានហើយចំនួនរូបចំនួនមួយគឺមាន5វិនាទីយើងចង់បន្ថែមបន្ថយអីបានទៀតឥឡូវយើងបានហើយរូបជាមួយនឹងអក្សរដែលវាមានលក្ខណៈជាចលនាចំណុចបន្ទាប់ទៀតគឺយើងធ្វើការដាក់នៅសំឡេងឬក៏ភ្លេងនៅខាងក្រោយហ្នឹង background music ដើម្បីចូលទៅធ្វើបានចូលទៅកាន់ browser ទៅហើយយើងអាចចូលមកកាន់ YouTube
ហើយយើងវាយណាសដូចជាក់ស្ដែងនេះគ្រាន់ឧទាហរណ៍ទេ inspirational music សម្រាប់3នាទីហើយខ្ញុំចង់ដាក់បាទចង់ដាក់នៅរូបសំឡេងមួយនេះយើងអាចស្ដាប់ទៅថាគិតថាព្រោះអីចឹងយើងយកមកនេះយើងចូលមកឃើញទេបាទឥឡូវយើងចង់បានរូបហ្នឹងហើយយើងចុច right click copy video URL ហើយចូលមកកាន់ browser ចូលមក Google ហើយយើងដាក់ YouTube download ចឹងទៅ link ទី1នេះយើងឃើញហើយវាមាន link នេះមួយហើយដើម្បីយើងធ្វើការ download នៅវីដេអូមួយហ្នឹងហើយបន្ទាប់មកទៀតយើង copy យើង right click ហើយយើង paste អា link មិញយើង copy ហ្នឹងហើយនេះមាន format ច្រើនមាន MP4 មានស្អីទៀតប៉ុន្តែឥឡូវយើងចង់បានតែសំឡេងទេយើងចូលមកកាន់ដាក់អាកន្លែងហ្នឹងដាក់ MP3 យើងចុច start ហើយយើងចាំមក play ឲ្យវាធ្វើការ convert ទៅហើយយើងយកវីដេអូឬយើងយកសំឡេងចម្រៀងហ្នឹងមកដាក់ចូលទៅកាន់ background នៃការបង្កើតរូបរបស់យើងមិញហ្នឹងឥឡូវយើងចាំមក play ឲ្យវាធ្វើការ convert ហើយយើងនឹងបាន file ហ្នឹងហើយនេះបានហើយនេះហើយឥឡូវយើងធ្វើការចុចនៅ download ទៅដើម្បី download នៅចម្រៀងហ្នឹងយើងចុច save file ហើយអូខេមកចាំមកស្ទុះបាទបន្ទាប់ពី download ហើយចុចនៅប៊ូតុងដើម្បីបើកមកអាហ្នឹងយើងដឹងហើយយើងចុចនេះយើងបាន file នឹងមួយ file ចម្រៀងហ្នឹងណាហើយនៅក្នុងករណីហ្នឹងគឺខ្ញុំធ្វើការ move នៅ file ហ្នឹងដើម្បីចូលទៅកាន់ folder ជាមួយនឹងរូបភាពមិញហ្នឹង control X ចូលមក new folder នេះមក control នេះ paste វាមកដាក់ចូលមកទាំងអស់គ្នាស្រួលហើយឥឡូវយើងបាននៅ file ហ្នឹងហើយយើងធ្វើការ drag មកដាក់ចូលកម្មវិធីនឹងដូចគ្នានេះយើងដាក់នៅផ្នែកខាងលើនេះមក track 3 ចឹងទៅបាទបើសិនជាយើងដាក់ឲ្យមិនសួរថាមិនបើយើងអត់ដាក់នៅនេះដាក់នៅហ្នឹងដល់ពេលយើង play វាអត់មានលឺទេឃើញតែរូបភាពទេបើចម្រៀងនៅក្រោយអញ្ចឹងយើងដាក់នៅខាងមុខនេះមកហើយយើងចុចមកផ្នែកខាងចុងគេទាំងអស់មកដោយសារដំបូងយើងឃើញអត់មាន play ទេដោយសារជាទូទៅ play ដំបូងក៏អត់ទាន់មានទេវាអ្វីដែលមាននេះគឺយើងឃើញកន្លែងនេះទីវានឹងលឺបាទវាទុំលឺកន្លែងហ្នឹងដល់អញ្ចឹងយើងចង់បានកន្លែងហ្នឹងយើងធ្វើការនេះអាបាហ្នឹងយើងចូលមកមុខនេះមក drag វាមកចំកន្លែងហ្នឹងមកយើងចង់កាត់អាខាងមុខនេះចោលអញ្ចឹងយើងចុចអក្សរ S keyboard ចុច S មួយមកនេះ S ហើយយើងទាញមកឃើញយើងដាច់បាត់ហើយអញ្ចឹងយើងចុចនៅ delete key delete មកហើយយើងទាញវាមកខាងមុខនឹងវិញហើយយើងទាញអាហ្នឹងក៏បានឬក៏យើងចុច double click នៅលើផ្លែកទាំងអស់ហ្នឹងវានឹងធ្វើការទៅមុខហើយវានឹងទៅមុខដូចគ្នាក៏បានយើង drag drop ចឹងក៏បានហើយឥឡូវខ្ញុំធ្វើការចុចនៅ space ដើម្បីឲ្យ play វាហើយយើងមើលទាំងអស់គ្នាអ្នកឃើញទេបាទណាហើយឥឡូវយើងចង់ធ្វើការមើលនៅ full screen យើងចង់មើលរូបភាពហ្នឹងជាលក្ខណៈ full screen មុននឹងយើងធ្វើការ render នៅវីដេអូនឹងចេញជាលទ្ធផលចុងក្រោយឥឡូវយើងចុចទៅទាំងអស់វិញហើយយើងធ្វើការចុចនៅនេះផ្នែកខាងហ្នឹងណាយើងចុចនៅ display canvas ហ្នឹងមកឃើញវាចេញមកហើយវាចេញមកហើយខ្ញុំចុចនេះចុចកន្លែងប៊ូតុងនេះដើម្បីយើងឃើញវាជាលក្ខណៈ full screen ហ្មងអ្នកឃើញ full screen ទេហើយឥឡូវចុច play មកចុច space bar អ្នកយើងមើលឃើញលទ្ធផលហើយយើងមុននឹងធ្វើការ convert យើងមើលតើយើងពេញចិត្តនឹងអ្វីដែលយើងបានធ្វើនៅបាទឃើញទេរូបភាពនៅខាងក្រោយវាមានលក្ខណៈ opacity យើងបានសេរីថយក្រោយមិញហ្នឹងគឺយើងឃើញថាអក្សរជាមួយនឹងរូបភាពឃើញវាលក្ខណៈផុសចេញមកតែម្ដងឥឡូវខ្ញុំចង់ធ្វើការ stop វិញខ្ញុំចុចនេះឬក៏ចុច space bar ហើយបន្ទាប់មកខ្ញុំចង់ឲ្យរូបភាពជាលក្ខណៈ full screen ត្រឡប់ទៅក្រោយវិញខ្ញុំចុចខ្វាយនេះមកគឺវាចូលមកកាន់ផ្នែកហ្នឹងវិញហើយឥឡូវអ្វីដែលសំខាន់មួយទៀតគឺវីដេអូរបស់យើងបានតែត្រឹមនេះទេប៉ុន្តែភ្លេងវាច្រើននៅវែងទៀតព្រោះភ្លេងហ្នឹងវាមានដល់3នាទីនោះហើយដល់អញ្ចឹងទៅយើងបានតែប៉ុណ្្នេះដល់អញ្ចឹងយើងសេរីមកល្មមមកធ្វើមកកន្លែងនេះមក
bà sẽ mà trong rồi còn mũi tiết dương khơi thắt tu và mớ dương check control hay dương cái lại mouse bao giờ nó với miền nào đi cái hai wheel đó cái lại đi con thay dương tụi bay sẽ thui thôm ba nắng năng ngày dương đã chỉ control chốt hay dương tia nhà nắng máu khơi vì bị thôm ấy rồi còn dương ai pra năng lại ní các bạn khơi thôm tu với này sủa mơ lấy dương sẽ mà là mô mà trong lại năng mà và cho mà là so trong khối nắng hãy được đăng sẽ đập bay thua cắt bán như trên nơi keyboard S nâng máu và chữ S khi dương tranh màu ấy hà ní dương ở trong ba tí đấy dương chích delete key tới delete chào hà lớn dương ở ban xuống thô mấy dương trong xuống mơ chỉ ruông với mà đi đi mất xuống mới tụi với nhé hà ní chữ cái chích control chích keyboard màu nữa vì thông tui bà ní dương bà nè là dương mơ cắt ở trong khỏi đi mơ ta xâm lệ vô mày đá khơi nhé nhưng khi ta đặt món lại nó đặt cứ đặt đó đăng thao với cho bát tiết á khi xùm lên bên nó so lắm thôi nhé ở trong cái lại nó dương ai vừa bán dương đặt nó hai thầm nâng hơi dương cho mà can múa và múa audio effects hơi cái lại nghĩa fade out dương trong ao giờ xùm lên nó khi tha về chật chóp về xùm lên nó sau từ tại một đòn dương cho mà fade out nâng máu hay dương trịch drag mà nó cho mình miệng nó nhận đạn nó trong hội nè khơi nhé hay dân snap bữa bên ở lấy dân trăm mưa tặng ở sân khơi nhé để soi tới dân đợi chấn chọc tới dân đăng thao video đang chọc mà 2% gì dương ở trong ở cái fade out tăng vì chồng ngại dù bé những ai tia nhà nó ngó ban tiệm đó nè tia mà hai penny ấy tới mình là mô má đợt penny chọc dân đăng là chọc mà khơi nhé ở lấy dân ban bên đăng này thì nè vì ai kết tha vì ai tua vô bà nấy video lại cái nạn chấn 2% gì dương kết tha ở sầm lên vì thông pe được cả tu pe ấy dương ai sẻ bà cho khổ lang lười chân tới bà dương ai thua chân bán nè thì nhé bà ní dương khơi nhé lấy dương ban phần năng ngày hơi mùi tiệt và sân chỉ dương trong ban logo ấy muối á dương trong ban logo video rồi cái ấy chẳng dương ai thưa bán lấy nhom nâng thưa cặp hai chun tại một đòn tới bà lấy cứ nhom mà nâng thưa cặp đặt nờ rụp hiệp logo rồi bỏ page dương track cho một can cam về thi máu đôi khi mà lấy dương nâng thưa cặp đạo video từ can track to tiết nhưng mà nâng lược với mà căn cái lại chùm nội là khang lớn ý track thị 4 hay nhóm vừa cặp tia với mỏ mắt đầu bây dương khơi tha logo nó tăng bị down đó chop viên nâng và hai tại đó ở đấy dương khơi tha cũng thông pe ở đấy dương trong mà vừa cả xuống chạy nơi này kia đưa mắt đi dương xuống mà này cái nhé dương xuống đã mà là môn và dương khơi nhưng máy đã nó này càng trong đi tới và nơi khang đi cặp ban đã nơi khang đi cặp ban và đã chẳng hỏi cứ dương khơi nhé ní rụp hiệp ở logo hay dương mơ tăng bị đam đã chọn xa tiết và nhé nè trên gì là tập phò lấy bà lấy cứ dương ban trên chỉ là tập phò trong khỏi ấy hơi sầm lấy các bạn vừa cả bật thôi cho hơi nơi rụp hiệp cứ dương khơi ta chop vô tại mà đó cứ dương ăn miếng khơi vậy lại cả nạn đôi tha bia hiện fade out ấy chẳng tí nhất nè ở đấy nhưng ai vừa ban tiệt cứ lấy dương cho tất cả ba đôi chuyên các về khác ở video nó khơi về hà sập rồi về outfit á về outfit chủ mùa tùm hôm mà screen lại vừa cả review nè nhưng ai check máu nhưng cái check fit khơi về bà hai pin ở vậy nhé dần về khác dương chôn cái dương check làm đại màu chân máy cứ dương bằng mượt cá dương check fit này máu và ở lỡ cứ nhom nâng thua ca đã hụt hiệp nâng oi lại cái nạc khơi đi fade out oi hiện khơi những người từ bật vô tại mà đòn ở lỡ dương thua ban tiệt cho mà can transitions bạn đi miền fade thế nhé hay miền trở tiệt cái dương khơi nhảy anh vô mà fade hay nhom tiền vô mặt đạn nơi với anh chỉ video ấy mình chỉ text mình chỉ sầm lên ấy gì
ឥឡូវខ្ញុំចូលបានខ្ញុំធ្វើដាក់នៅកន្លែងនេះខ្ញុំនឹងដាក់ចូលមកកាន់នៅកន្លែងហ្នឹងគឺខ្ញុំទាញវាមកដាក់នៅខាងហ្នឹងឃើញទេ effect ហ្នឹង add ចូលហើយឥឡូវយើងមើលភាសាទៀតខ្ញុំដាក់ត្រឹមបាយត្រឹមនេះខ្ញុំជិះ space ដើម្បី play វាយើងឃើញថាពេលវាចិត្តចប់ឃើញទេគឺអាងឹតយកហ្មងហើយថាពេលចប់គឺវាឃើញអាងឹតចេះប៉ុន្តែឥឡូវយើងឃើញនៅអក្សរដោយសារអក្សរវាបង្ហាញដែរដូចអញ្ចឹងដូចគ្នាទាញមកដាក់កន្លែងអក្សរនឹងដែរហើយបើសិនជាយើងដាក់អញ្ចឹងគឺថា effect វាអត់ស្មើគ្នាយើងទាញ effect này ស្មើគ្នាមកដាក់ប្រហែលប៉ុណ្្នឹងមកហើយដូចគ្នាជាមួយនឹង logo ផងដែរ logo ដូចគ្នាយើងក៏ត្រូវដាក់ដែរបាទដាក់ប៉ុណ្្នឹងមកហើយយើងធ្វើការ zoom ដើម្បីមើលវានេះដាក់ប្រហែលស្មើគ្នានឹងមកនេះឥឡូវយើងមើលទៅឃើញថាឃើញពេលចប់វាធ្វើការ fade ទៅមើលឃើញងឹតអញ្ចឹងយើងដឹងថាវីដេអូនឹងចប់តែម្ដងហើយសំឡេងក៏វាថយតាមនឹងដែរឥឡូវយើងបានចេញជាលទ្ធផលហើយឥឡូវយើងធ្វើមិនទៀតយើងធ្វើការ save នៅវីដេអូហ្នឹងឬក៏ render វីដេអូហ្នឹងយើងអាចធ្វើបានចុចនៅ space ណាមួយកន្លែងហ្នឹងទៅហើយចុច control A ដើម្បីធ្វើការ select នឹងទាំងអស់ហ្នឹង select នៅទាំងវីដេអូទាំង logo ទាំងសំឡេងទាំងចម្រៀងយើងបានហើយយើង select all control A យើងចុច share ហើយចូលមកកាន់ចំណុចទី1នេះ local file ចុចមួយមកហើយនេះគេមាន select មានច្រើនណាទំហំណាបាទអ្វីដែលយើងចង់បាននោះគឺយើងចង់បាននៅកម្រិត 1080p គឺថាកម្រិតច្បាស់ HD យើងយកកន្លែងហ្នឹងមកវាមាន2ជាមួយតាក់ទងទៅនឹង 1080p ដែរតែនេះវាមានជាមួយនឹង smart player តាមបទពិសោធន៍ខ្ញុំការប្រើប្រាស់អញ្ចឹងគឺសំឡេងវាឃើញថាច្បាស់ល្អហើយវា support និយាយទៅគឺមើលមក smooth តែម្ដងដូច្នេះយើងអាចជ្រើសរើសយកចំណុចហ្នឹងបានចុចមួយមកយើងចុច next ហើយយើងចង់ save បាទវាមានច្រើនយើង tick យកទាំងអស់ទៅហើយ play after production គឺវាធ្វើការ play នៅវីដេអូហ្នឹងហើយឥឡូវយើងដាក់ឈ្មោះមួយយើងចង់ដាក់អីក៏បានដែរបាទដាក់ថា motivational video អញ្ចឹងទៅបាទ001ហើយខ្ញុំធ្វើការ save វានៅ desktop ចុច finish រងចាំរហូតដល់វាធ្វើការ render ចប់ហើយឥឡូវខ្ញុំនឹងធ្វើការ stop នៅវីដេអូហ្នឹងសិននៅពេលលទ្ធផលចុងក្រោយខ្ញុំនឹងធ្វើការបន្តនៅ screen recording នេះដើម្បីឲ្យអ្នកទាំងអស់គ្នាឃើញនៅលទ្ធផលចុងក្រោយរបស់វាបាទជួបគ្នាបន្តិចទៀតបាទឃើញថាបន្ទាប់ពី render ចប់សពគ្រប់ហើយឥឡូវវាបន្ទាប់ពីវាបញ្ចប់ហើយវាធ្វើការបង្ហាញវីដេអូហ្នឹងនៅក្នុង browser ផ្ទាល់តែម្ដងឥឡូវគឺខ្ញុំអាចនឹងធ្វើការចុចប៊ូតុង play ឃើញទេឃើញលទ្ធផលចុងក្រោយហើយនេះគឺវា play ហើយបាទយើងខាមកក្នុងចុងក្រោយបាទឃើញចប់តែម្ដងឥឡូវខ្ញុំនឹងធ្វើការបង្ហាញមួយទៀតគឺបើកជា file តែម្ដងគឺមិនមែននៅក្នុង browser ទេបាទមួយវិញទៀតគឺថាឥឡូវនេះគឺខ្ញុំធ្វើការ close នៅកម្មវិធីហ្នឹងហើយវាសួរថាខ្ញុំចង់ save នៅ file ហ្នឹងអត់ដែលកតុយវាបញ្ចប់ដោយ TSCP RO នេះគឺបញ្ជាក់ថា Camtasia project ហ្នឹងណាយើងចង់ save file ហ្នឹងអត់ឥឡូវខ្ញុំចង់ save file ហ្នឹងហើយយើងអាច save ដាក់ឈ្មោះក៏បានដែរមុខងារសំខាន់របស់ file ហ្នឹងឃើញថានៅពេលឧទាហរណ៍ថាយើងធ្វើការ edit ហើយវីដេអូរបស់យើងគឺវែងអញ្ចឹងទៅយើងអត់ទាន់ edit ចប់ណាយើងចង់ធ្វើការ edit បន្តទៀតនៅពេលក្រោយទៀតយើងអាចចាំបាច់ហើយគឺយើង save file ហ្នឹងទៅហើយបើសិនជាយើង close យកបិទអញ្ចឹងតែម្ដងគឺយើងអត់បានធ្វើការ save បន្តនៅការងារនឹងទៀតទេដូច Microsoft Word ឬក៏ Photoshop អញ្ចឹងដែរគ្រាន់តែថា extension file របស់វាគឺឈ្មោះខុសៗគ្នាវាអាស្រ័យទៅតាមកម្មវិធីរបស់ដែលយើងបានប្រើប្រាស់ហ្នឹងហើយបាទគឺនេះគឺជាចំណុចមួយទៀតដែលយើងត្រូវតែធ្វើការ save file ហ្នឹងឧទាហរណ៍ថាពេលយើងធ្វើការ upload នៅវីដេអូហ្នឹងហើយមានអីយើងឃើញថាមាននៅបញ្ហាខ្លះដូចថា error នៅអក្សរណាដែលយើងគិតថាអត់ត្រូវអីចឹងគឺនៅពេលយើង save ហើយថ្ងៃក្រោយយើងមកវិញធ្វើការ edit អាហ្នឹងតិចទៅបើសិនជាយើងអត់បាន save វាចុចបិទ close អស់យកតែម្ដងថ្ងៃក្រោយយើងមកមើលវិញទៀតគឺពិបាកហើយដោយសារតែយើងត្រូវចាប់ផ្ដើមនៅ step នឹងសារឡើងវិញទាំងអស់ដើម្បីធ្វើការបង្កើតអីចឹងវាអាចចំណេញពេលច្រើនបាទឥឡូវគឺថាខ្ញុំមានចំណុចមួយទៀតដើម្បីធ្វើការបន្ថែមទៅលើការ edit នៅវីដេអូមួយនេះគឺយើងមើលទាំងអស់គ្នានៅពេលដែលខ្ញុំធ្វើការ play រវាងរូបមួយទៅកាន់រូបមួយទៀតឃើញថាវាដាច់តែម្ដងឥឡូវយើងមើលទាំងអស់គ្នា
bà khơi nhé nó pe đài hụt mùi ti mùi bà hàng hái và tọa mà tiết trô mà căn hụt phiệp ti pí khơi tha vì ở phịch vì ở miền dương ở bàn đại phịch phẹt á đó pe chân dương mưa tới khơi tha đạch ple tại một đòn chẳng ở dương ai thua ca đạn nơi ở phịch muối rồi viên ở rụp hiệp pí cứ dương ai thua bán đôi khi nia từ chỉ mùi nằm hai khang khối đi đá cứ dương đạn nơi cái lại phẹt đi cứ dương chặt máu drag hay dương drop mà cái lại rụp hiệp nâng máu cứ dương khơi nhé cứ ai ta khiêu nó mà này thả phịch chập làm ẹt trồ là lấy dương mưa tao kia tại một đòn tới cứ dương khơi tha dương đạ phịch nó hỏi cứ dương miên là làm tha video nó mưa mất smooth tại một đòn ở đây nhung chích play đó chích nơi spacebar và khơi nhé cứ effect này cứ vì ai thua ao nhẹ mơ mẹ làm tha rụp hiệp nó cứ smooth từ chân tại một đòn ở đôi khi cứ nhung đạ nơi đầu viên rụp hiệp pi sen tiết và hai nơi này trong cào ní ở đây dương mơ tao kia tới cứ dương khơi tha dương tụt tua ban video muối đái mơ tới lẹ cả nạn đôi professional tại một đòn và bạn đôi tao kia khơi nhé đợt về trong cõi cứ vì bàn vừa cà phê áo hai rụp hiệp nó cường ở tại một đòn ca đài dương thua chẳng cứ thua video bao dương miền là ròm tha dương mưa máu đôi lẹ cả nạn smooth tại một đó và lấy ở đời xa tại nhôm mình đã bên desktop hay lấy như mua video mà can folder nâng tặng off kia tạm room kia tặng off file tặng off kia lấy nhưng khơi tha dương ban nơi folder nó cứ bật cao đào cam vị trí Camtasia nâng tạm store món hay lấy nhưng double click để bạn nơi mơ nơi laptop trong khối cứ chỉ file video mp4 hơi ni cứ dương khơi nha nè ở đây đây dương ban bật cao mình nó double click để mơ viết bà ở đây dương song khán cứ bật chôm tên là ốp xạ tại ono mình tha việc tôi rư có thông cầm đất na nút tê dương trơ tại prap luôn ai thá nhung ai vừa bàn và ní cứ video đài dương ban bạc cao thái hơi nhung sừng khâm tha nhẹ tặng ở khía ai đừng vô nở với đài nhung ban bạc hai chỉ là cần ở chùm hiên mà đo mùi chùm hiên mà đó hơi ở con chụp ca tạm ra là bọn nhẹ tặng ở khía chụp khía nơi video bắt to tiệt